ចាជំរាបសួរអ្នកទាំងអស់គ្នាគឺមួយរយៈហ្នឹងខ្ញុំឃើញវីដេអូឃ្លីបដែលខ្ញុំនិយាយពីសាច់ញាតិដែលអ្នកជំនឿខ្ញុំគាត់ប្រសាហ្នឹងខ្ញុំណែនាំគាត់ថាមិនសឹកកុំសូវឲ្យគាត់ប្រសាសាច់ញាតិហ្នឹងពួកអីវាធ្វើឲ្យគាត់អត់សូវមានកម្លាំងអញ្ចឹងខ្ញុំចង់បកស្រាយម្ដងទៀតថាតាក់ទងជាមួយនឹងសាច់ញាតិឬក៏ត្រីញាតិនៅពេលដែលយើងយកទៅសម្ងួតហ្នឹងក៏ពិតសារធាតុវាបាត់បង់ខ្លះក៏វានៅច្រើនដែរគឺសារធាតុប្រូតេអ៊ីនសារធាតុដែកឬក៏សារធាតុវីតាមីនខ្លះគឺវានៅសេសសល់ទេប៉ុន្តែអីដែលបាត់បង់គឺសារធាតុទឹកនៅក្នុងសាច់ញាតិដែលយើងយកទៅសម្ងួតហ្នឹងហើយសារធាតុវីតាមីនខ្លះដែលវាបាត់បង់តាមរយៈកម្ដៅថ្ងៃដែលយើងសម្ងួតហើយក៏ដូចជាសារធាតុខ្លាញ់ក៏វាធ្លាក់ចុះដែរតាមរយៈការសម្ងួតរបស់យើងអញ្ចឹងដោយសារតែវីដេអូឃ្លីបហ្នឹងវាមានរយៈពេលខ្លីអញ្ចឹងក៏ខ្ញុំបានបញ្យល់គាត់ច្រើនជាងនឹងទៀតគាត់ថាវាខ្លីអញ្ចឹងទៅយើងកាត់បានតាមតិចប៉ុន្តែអីដែលខ្ញុំចង់សង្កត់ធ្ងន់ហ្នឹងគឺនៅពេលដែលយើងញ៉ាំរបស់ញាតហ្នឹងគឺទី1ភាគច្រើនគេត្រូវប្រឡាក់អំបិលរៀងច្រើនហើយដើម្បីឲ្យរក្សាគុណភាពនៃសាច់ហ្នឹងទី2នៅពេលដែលយើងយកវាទៅញ៉ាំគឺគាត់ភាគច្រើនគាត់ញ៉ាំគ្រឿងកោះញ៉ាំរបស់ញាតហ្នឹងគឺត្រូវតែញ៉ាំបាយច្រើនហើយបាយធម្មតាយើងដឹងហើយជាកាបូអ៊ីដ្រាតបាយថាវាឡើងជាស្ករខ្ពស់អញ្ចឹងកាបូអ៊ីដ្រាតហ្នឹងគឺជាជាតិស្ករដែលយើងត្រូវការដើម្បីជាប្រភពថាមពលប៉ុន្តែនៅពេលដែលវាឡើងច្រើនពេកឬក៏នៅពេលដែលយើងទម្លាប់ញ៉ាំរបស់ហ្នឹងជាអចិន្ត្រៃយ៍វាធ្វើឲ្យជាតិស្ករក៏ឡើងខ្ពស់ហើយជាតិអំបិលដែលជាតិប្រៃដែលយើងញ៉ាំពីពួកសាច់ញាតិទាំងអស់ហ្នឹងក៏វាឡើងខ្ពស់អញ្ចឹងវាគ្រោះថ្នាក់សម្រាប់អ្នកដែលគាត់មានអាយុច្រើនគឺអាចធ្វើឲ្យគាត់មានជំងឺលើសឈាមអាចធ្វើឲ្យតម្រងនោមរបស់គាត់ចាប់ផ្ដើមរៀងចុកខ្សោយឬក៏បង្កជាជំងឺផ្សេងហើយចំពោះពួកយើងដែលជាក្មេងៗចាប់ពី20ជាងឬក៏30ជាងទៅបើសិនជាយើងញ៉ាំយូរម្ដងអត់អីទេដូចថាមួយខែយើងញ៉ាំពី3ដងអីអត់អីទេប៉ុន្តែនៅពេលដែលយើងទម្លាប់ញ៉ាំអញ្ចឹងដដែលទម្លាប់ដែលកើតឡើងដដែលវាធ្វើឲ្យជំងឺដែលយើងអត់កើតឡើងក៏វាអាចវិវត្តទៅជាជំងឺមួយដែលកើតឡើងមកដែរអញ្ចឹងខ្ញុំចង់សង្កត់ធ្ងន់តែកន្លែងហ្នឹងទេអញ្ចឹងបកមកវិញគឺខ្ញុំចង់សរុបថាសាច់ញាតិហ្នឹងណាកុំឲ្យយកច្រឡំកាប់សាច់ញាតិហ្នឹងប្រូតេអ៊ីនប្រូអីគឺនៅមានទេគ្រាន់ថាអីដែលខ្ញុំចង់សង្កត់ធ្ងន់ឲ្យពួកគាត់យល់គឺកុំសូវយកអាហ្នឹងជាការហូបប្រចាំថ្ងៃហើយហូបឲ្យវាលឿនហូបឲ្យតែបានព្យាយាមញ៉ាំរបបអាហារណាដែលវាមានសារធាតុចិញ្ចឹមគ្រប់គ្រាន់មានបន្លែមានផ្លែឈើមានវីតាមីនគ្រប់គ្រាន់របស់ងាតហ្នឹងវាឆ្ងាញ់មែនប៉ុន្តែវាអត់សូវជួយយើងបានដែរទេប៉ុន្តែបើសិនជានិយាយពីប្រូតេអ៊ីនខ្ញុំបញ្ជាក់ម្ដងទៀតប្រូតេអ៊ីនក៏វានៅតែមានអញ្ចឹងវាមិនអស់ប្រូតេអ៊ីនហ្មងទេ